โบราณលោកថាធ្ងន់នៅថ្មក្រនៅក្តីក្រិតនៅស្រីវិន័យនៅសង្ឃបុរាណបណ្ឌិតបញ្ញវន្តដុំថ្មធ្ងន់ណាស់ណាវានៅដីក៏មិនទៅលើកយកមកទូលហ្នឹងត្រែងផែនដីធ្ងន់ពេកទៅជួយទូលផែនដីហ្នឹងហ៎ក៏ឲ្យផែនដីធ្ងន់ណាធ្ងន់នៅថ្មក្រនៅក្តីក្តីគឺកើតចំនួនឆ្លោះប្រកាយអធិការកុំឲ្យឆ្លោះបើរឿងគួសមលុបវាចេញទៅពាក្យថាក្តីហ្នឹងមិនចេះចប់ទេឡើងដល់តុលាការរិចឯងទាំងលើទាំងក្រោមដូចត្បាល់កេនញ៉ាលើក៏រិចអាក្រោមក៏រិចបងទាំងអស់អាអ្នកឈ្នះក៏បងទ្របអាអ្នកចាញ់ក៏បងទ្របនឹងប្រពន្ធលោកសដានច្បាប់បុរាណលោកថាប្រពន្ធលោកថាឲ្យយើងអត់ធន់ណានៅអ្វីដែលមិនល្អតែទូលុបលៀងទៅកុំទៅប្រកួតប្រកាន់តែយើងចង់ឈ្នះចង់ចាញ់គ្នាប្រពន្ធលោកថាអ្នកឈ្នះតែងប្រទេសពីរអ្នកដែលចាញ់តែងដេកកើតទុករោគស្នៀតរលបែកមកតតឲ្យទៀតតើតើបុគ្គលណាលះសេចក្តីឈ្នះចាញ់បានហើយទើបអ្នកនឹងដេកជាសុខអានេះក្តីហ្នឹងកុំចង់ជួញតែជួញអស់ហើយទៅចិញ្ចឹមទៅមេក្តីមេធាវីហ្នឹងឯងអាជីពគេហ៎នេះប្រយ័ត្នធ្ងន់នៅថ្មក្រនៅក្តីក្រិតនៅស្រីវិន័យនៅសង្ឃក្រិតជាច្បាប់របស់មនុស្សស្រីវិន័យសម្រាប់ព្រះសង្ឃមួយសោតព្រះសង្ឃលោកឲ្យផ្គត់ផ្គង់តាមព្រះវិន័យជាស្រីសោតផ្គត់មាយាទប្រពៃជាមនុស្សសពថ្ងៃឲ្យជីឲ្យវាបាបបងនោះប្រពុតឃើញទេសំបីជាមនុស្សរកគ្នាឲ្យវាកុំឲ្យធ្វើអំពើអាក្រក់អំពើបាបហ្នឹងបដៅទូមានទាំងអស់នឹងបានថាច្បាប់ពុទ្ធសាសនាក្តីច្បាប់របស់បុរាណខ្មែរយើងលោកនិពន្ធរៀបរៀងស្របទៅតាមពុទ្ធសាសនាហ្នឹង